មេរីម្នាក់នេះទទួលបានថាមពលអរូបីអាចបំបាំងកាយដោយចៃដន្យនាងបានសម្រេចចិត្តដោះសម្លៀកបំពាក់ចេញដើម្បីរៀបចំគម្រោងជាមួយស្វាមីទៅលួចលុយក្នុងធនាគារទោះបីជាដឹងថាប្រសិនបើការបំបាំងកាយត្រូវបរាជ័យនាងមិនត្រឹមតែត្រូវខ្មាស់គេដោយសារអាក្រាតកាយប៉ុណ្ណោះទេថែមទាំងត្រូវជាប់គុកទៀតផងប៉ុន្តែនាងនៅតែសុខចិត្តប្រថុយព្រោះប្រសិនបើសម្រេចបានជោគជ័យនាងនឹងមានលុយទិញវិឡាដ៏ធំមួយសម្រាប់ខ្លួនឯងនាងបានដើរបំបាំងកាយទាំងអាក្រាតដើរតាមពីក្រោយស្វាមីសម្ដៅទៅកាន់ឃ្លាំងប្រាក់របស់ធនាគារប៉ុន្តែនាងមិនដឹងឡើយថាគ្រោះថ្នាក់ធំជិតមកដល់ព្រោះការលួចធនាគារមិនមែនជារឿងងាយស្រួលឡើយមិនយូរប៉ុន្មានស្វាមីរបស់នាងបានមកដល់សាលធនាគារគេធ្វើពុតជាដើរចុះឡើងដើម្បីបន្លំភ្នែកនិងផ្ដល់ឱកាសឲ្យភរិយានៅពេលដែលបុគ្គលិកធនាគារវាយលេខកូដបើកទ្វារឃ្លាំងប្រាក់នារីនោះក៏បានលួចចូលទៅតាមពីក្រោយយ៉ាងលឿននៅក្នុងឃ្លាំងប្រាក់ដែលពោពេញទៅដោយក្លិនក្រដាសប្រាក់នាងបានចាប់អារម្មណ៍នឹងទូដែកមួយប៉ុន្តែនាងមិនដឹងលេខកូដសម្ងាត់ឡើយចៃដន្យមានបុគ្គលិកម្នាក់ដើរមកបើកទូដែកនោះល្មមប៉ុន្តែដោយសារតែសំឡេងដង្ហើមរបស់នាងបុគ្គលិកនោះមានអារម្មណ៍ថាដូចជាមានអ្វីប្លែកនៅជិតខ្លួនតែដោយសារមើលមិនឃើញអ្វីទើបគេមិនចាប់អារម្មណ៍រំពេចនោះរឿងដែលមិននឹកស្មានដល់បានកើតឡើងគឺថាមពលបំបាំងកាយរបស់នាងស្រាប់តែលីបាត់ដែលធ្វើឲ្យបុគ្គលិកនោះភាំងស្មារតីជាខ្លាំងក្នុងស្ថានភាពអាសន្ននាងបានលើកដៃរាក់ទាក់គេបន្តិចរួចក៏បំបាំងកាយវិញភ្លាមបុគ្គលិកនោះក៏គិតថាខ្លួនឯងប្រហែលជាមើលច្រឡំដោយសារសម្រាប់មិនគ្រប់គ្រាន់លុះដល់ពេលយប់បន្ទាប់ពីបុគ្គលិកត្រឡប់ទៅផ្ទះអស់នារីនោះក៏បានប្រញាប់ប្រញាល់បើកទូដែករួចប្រមូលលុយញាត់ចូលក្នុងកាបូបយ៉ាងលឿនដោយមិនចង់លោភលន់ខ្លាំងពេកនាងក៏បានទុកលុយខ្លះនៅក្នុងទូដែកនោះដែរបន្ទាប់មកនាងក៏បានយកកាបូបលុយដ៏ធ្ងន់លោតចេញតាមបង្អួចធនាគារបាត់ទៅការលួចដ៏ស្ងប់ស្ងាត់នេះត្រូវបានបញ្ចប់ដោយជោគជ័យនាងពិតជាមិនធម្មតាមែន